នៅឆ្នាំ1735មានស្ត្រីម្នាក់បានសម្រាលកូនទី13របស់នាងប៉ុន្តែកូននោះមិនមែនជាមនុស្សទេរឿងនេះកើតឡើងនៅតំបន់ព្រៃធំមួយហៅថា Pine Barrens នៅឯរដ្ឋ New Jersey សហរដ្ឋអាមេរិកមានរឿងព្រេងបាននិយាយថាស្ត្រីម្នាក់ឈ្មោះ Madeline បានសម្រាលកូនទី13នាងនិយាយដោយកំហឹងថា Let it be the devil ដែលមានន័យថាសូមឲ្យវាខ្លាចជាអារក្សទៅហើយភ្លាមៗកូននោះក៏បានបំលែងខ្លួនពីទារកទៅជាសត្វដ៏អាក្រក់មួយមនុស្សដែលអះអាងបានឃើញវាពិពណ៌នាថាវាមានក្បាលដូចជាសេះរាងដូចជាមនុស្សស្លាបដូចជាស្លាបរបស់សត្វប្រចៀវជើងដូចជាសត្វគោហើយភ្នែកភ្លឺនៅក្នុងភាពងងឹតវាអាចហោះបាននិងបញ្ចេញសម្លេងស្រែកខ្លាំងៗដែលធ្វើឲ្យមនុស្សគ្រប់គ្នាភ័យខ្លាចមនុស្សបានហៅវាថា Jersey Devil ក្នុងរយៈពេលជាច្រើនឆ្នាំមានមនុស្សជាច្រើនអះអាងថាបានឃើញ Jersey Devil ប៉ុន្តែព្រឹត្តិការណ៍ដ៏ធំបំផុតកើតឡើងនៅឆ្នាំ1909ក្នុងរយៈពេលតែមួយសប្តាហ៍មានការរាយការណ៍ជាង100ករណីឯណោះមនុស្សនិយាយថាឃើញវាហោះនៅលើដំបូលផ្ទះឬឈរនៅក្នុងព្រៃខ្លះពួកគេនិយាយថាបានឃើញស្នាមជើងចម្លែកនៅលើព្រៃតកតែមិនដូចជាសត្វណាមួយនោះឡើយនៅពេលនោះសាលារៀននិងរោងចក្រត្រូវបានបិទជាបណ្ដោះអាសន្ននោះមិនហ៊ានចេញក្រៅនៅពេលយប់នោះឡើយចំណែកឯសារព័ត៌មានបានចុះផ្សាយរឿងនេះយ៉ាងទូលំទូលាយធ្វើឲ្យ Jersey Devil ក្លាយជារឿងគួរឲ្យរន្ធត់ទូទាំងប្រទេសអ្នកវិទ្យាសាស្ត្របានព្យាយាមពន្យល់ថាវាជាសត្វបក្សីដ៏ធំដូចជា crane ឬសត្វដែលមនុស្សមើលច្រឡំក្នុងភាពងងឹតទៅជារឿងព្រេងដែលមនុស្សបង្កើតឡើងតែប៉ុណ្ណោះប៉ុន្តែបញ្ហានោះគឺមនុស្សជាច្រើនបានឃើញវាក្នុងរយៈពេលខ្លីដូចគ្នាហើយពួកគេក៏បាននិយាយដូចគ្នាផងដែររហូតមកដល់សប្តាហ៍នេះពួកគេនៅតែអះអាងថាបានឃើញ Jersey Devil ដែលស្ថិតនៅក្នុងព្រៃ Pine Barrens នៅពេលយប់ពួកគេនិយាយថាពួកគេបានឮសំឡេងស្រែកនៅពីលើមេឃនិងមានអារម្មណ៍ថាខ្លួនឯងដូចជាមិនបាននៅម្នាក់ឯងនោះទេដូច្នេះតើអ្នកទាំងអស់គ្នាជឿថាមាន Jersey Devil ដែរឬទេសូមខមមិនខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក